sunscreen ឬអីហើយនៅតែកូនចៅមែនវាមិន clean ទេក៏ប៉ុន្តែវាអាចទទួលយកបានឥឡូវនេះដោយសារខ្ញុំលាប sunscreen ឬអីហើយនៅតែកូនចៅមែនអញ្ចឹងមករៀនកូនចៅមួយខ្ញុំទាំងអស់គ្នាបងប្អូនទាំងអស់គ្នាខ្ញុំមិនមែនជាអ្នកជំនាញអីគ្រាន់ថាខ្ញុំអាចគូខ្លួនឯងបានអីអញ្ចឹងណាហើយខ្ញុំគូជាមួយនឹងខ្មៅដៃនេះខ្ញុំកំងពីថៅប៉ោមកទិញពីចិនមកបងប្អូនអញ្ចឹងតោះហ៊ានគូមួយខ្ញុំទាំងអស់គ្នាអញ្ចឹងចូលចិត្តគូពីគោលខាងលើមកហើយបងប្អូនធ្វើការអស់តិចតិចថ្នមបានហើយបងប្អូនហើយបន្ទាប់មកទើបខ្ញុំគូសទាញខាងក្រោមទាញថ្នមបានហើយបងប្អូនកុំឲ្យវាដិតហើយបន្ទាប់មកដល់កតុយហើយយើងគូសភ្ជាប់ពីលើចុះក្រោមមកដោយសារតែខ្ញុំអត់មានទៅណាអញ្ចឹងខ្ញុំគ្រាន់តែចង់បានចៅមួយដើម្បីកុំឲ្យឃើញតងើបងប្អូនអញ្ចឹងខ្ញុំអត់សូវគោះឲ្យវា clean ទេនេះបងប្អូនដល់គ្នាឃើញអត់ហើយបន្ទាប់មកនេះយកអាក្រាស់នេះគ្រាន់តែវាពីផ្នែកខាងណែមកគល់ចាខំឲ្យវាចេញស្មៅស្អាតណាបងប្អូនដល់គ្នាចាហើយបន្ទាប់មកយើងយកអាជ្រះហ្នឹងវាឲ្យវាពេញផ្ទៃហ្នឹងទៅអញ្ចឹងប៉ុណ្នេះហើយបន្ទាប់មកខាងនេះក៏អញ្ចឹងដូចគ្នាដែរខ្ញុំធ្វើអញ្ចឹងដូចគ្នាហើយយើងសិតថ្នមបានហើយបងប្អូនបើចាំសកត់ដៃតែសកត់ដៃចេញចាំឈីងចាំងហ្នឹងណាបងប្អូននេះហើយបន្ទាប់មកយើងយកជ្រះរបស់ខ្មៅដៃគូចិញ្ចាមហ្នឹងក៏សិតវាមកអញ្ចឹងមកហើយសិតអានេះទៀតមកបានប៉ុណ្្នឹងហើយយើងមើលទៅឃើញខាងនេះរៀងស្ដើងអញ្ចឹងយើងដាក់រៀងក្រាស់តិចមកដើម្បីវាស្មើគ្នាបងប្អូននិយាយទៅដល់សារចិញ្ចើមខ្ញុំមកចាហៀងខាងហ្នឹងវាអត់សូវមានហូមទេដល់ពេលអញ្ចឹងពេលដែលគោះមកយើងវាអត់ស្មើគ្នាពេលយើងផាត់ទៅដោយសារវាហូមតិចដល់ពេលអញ្ចឹងទៅតើយើងដាក់រៀងដិតបន្តិចទៅវាចេញស្មើគ្នានេះយើងសិនអញ្ចឹងមកប៉ុណ្ណឹងបានអូខេបងប្អូននិយាយទៅវាមិន clean ទេក៏ប៉ុន្តែវាអាចទទួលយកបានចាអរគុណច្រើនបងប្អូនអ្នកគ្នា